សូមជូនរឿងគួនចាប់តូចនិងព្រះអង្គតូចក្នុងព្រៃឫស្សីនៅពេលព្រះអាទិត្យរះឡើងមានសក្តានុពលក្នុងវាលស្រូវមានសត្វតូចមួយឈ្មោះចរិយាកំពុងប្រមូលស្រូវយ៉ាងសប្បាយកសិករនៅភូមិឃើញការខិតខំរបស់ចរិយាហើយសរសើរនាងមិនដែលខ្ជិះខ្ជីទេភ្លៀងខ្លាំងនិងខ្យល់ព្យុះបានបំផ្លាញស្រូវជាច្រើនខ្ញុំគួរជួយរកអ្វីដែលនៅសល់ទោះកន្លែងជាច្រើនខូចខាតចរិយាក៏នៅតែព្យាយាមប្រមូលស្រូវដើម្បីជួយអ្នកភូមិសូម្បីតែតិចតួចព្រះអង្គតូចនៅក្នុងព្រៃឫស្សីបានឃើញទឹកចិត្តល្អរបស់ចរិយាហើយក៏សម្រេចចិត្តជួយនាងព្រះអង្គតូចបង្ហាញស្រូវដែលមិនបានប៉ះពាល់ដោយព្យុះអូនេះអាចជួយភូមិបានជាច្រើនសត្វក្អែកហោះឡើងមកដោយចង់យកស្រូវទាំងអស់ស្រូវនេះជារបស់ខ្ញុំទាំងអស់ចរិយានិយាយថាមិនអាចជោគទៅបានទេយើងត្រូវចែករំលែកគ្នាព្រះអង្គតូចអធិប្បាយដើម្បីបង្ហាញចិត្តអាក្រក់របស់កភាពលោភលន់ធ្វើឲ្យបាត់បង់អ្វីៗទាំងអស់ចាក់ចិត្តស្រូវត្រូវបានចែកចម្លើយយ៉ាងសមរម្យអ្នកភូមិទទួលបានសេចក្តីសុខវិញធ្វើល្អទទួលល្អ